ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់លេខ3នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង2ខ្ទង់គ្មានត្រាទុកចឹងលេខ3របស់យើងគេឲ្យយើងចូលបង្កើតចំណោទដោយប្រើល្បះលេខខាងក្រោមក3បូកនឹង4ខ6បូកនឹង7ចឹងគឺគេឲ្យយើងបង្កើតចំណោទមានន័យថាបង្កើតប្រធានចំណោទដោយប្រើល្បះលេខខាងក្រោមមានល្បះលេខកនិងល្បះលេខខអញ្ចឹងយើងមើលចម្លើយទាំងអស់គ្នាយើងដាក់មកចម្លើយអញ្ចឹងចំណោទរបស់យើងលំហាត់របស់យើងលេខ3អញ្ចឹងយើងដាក់លេខ3ឲ្យគេវិញពាក្យចូលពេលដែលយើងសរសេរចម្លើយគឺយើងមិនបាច់ដាក់ទេយើងដាក់ចាបង្កើតចំណោទដោយប្រើល្បះលេខខាងក្រោមចាក3បូកនឹង4ចា3បូកនឹង4ចឹងដើម្បីបង្កើតចំណោទ3បូកនឹង4គឺយើងត្រូវបង្កើតធ្វើម៉េចឲ្យតាកតងនឹងតួលេខដំបូងនឹងលេខ3នឹងអញ្ចឹងយើងអាចបង្កើតថាសុផារីមានសៀវភៅ3ក្បាលអញ្ចឹង3នឹងគឺបានមកពីប្រធានដែលគេឲ្យបន្ទាប់មកយើងឃើញថាប្រមាណវិធីនឹងជាប្រមាណវិធីបូកអញ្ចឹងយើងបង្កើតធ្វើម៉េចឲ្យបន្ថែមពាក្យថាបូកគឺការដាក់បន្ថែមចាបូកបន្ថែមនឹងអញ្ចឹងបូកបន្ថែម4អញ្ចឹងបងយើងអាចបង្កើតថាបងស្រីរបស់នាងឲ្យសៀវភៅនាង4ក្បាលបន្ថែមទៀតអញ្ចឹងតួលេខទី2របស់យើងគឺលេខ4អញ្ចឹងគឺយើងធ្វើម៉េចឲ្យបាន4បន្ថែមទៀតអញ្ចឹងយើងនិយាយតាក់ទងនឹងសៀវភៅអញ្ចឹងគឺយើងអាចបង្កើតថាបងស្រីរបស់នាងឲ្យសៀវភៅនាង4ក្បាលបន្ថែមទៀតរួចហើយជំហានចុងក្រោយគឺយើងត្រូវសួរដើម្បីឲ្យវាក្លាយជាចំណោទពេញលេញបើអត់មានការចោទសួរអាហ្នឹងក៏វាមិនទាន់ជាចំចំណោទអញ្ចឹងការចោទសួរគឺយើងត្រូវប្រើពាក្យតើនាងមានសៀវភៅទាំងអស់ប៉ុន្មានក្បាលចារួចហើយកុំភ្លេចសញ្ញាសួរការសួរនៅក្នុងប្រមាណវិធីបូកគឺយើងត្រូវសួររកចំនួនសរុបយើងសួររកចំនួនសរុបធ្វើអីគឺយើងសួររកចំនួនសរុបដើម្បីឲ្យគេបូកលេខនឹងឬក៏ប្រើប្រមាណវិធីបូកនឹងចាអញ្ចឹងយើងមើលលំហាត់លេខ2លំហាត់ខមិនមែនលំហាត់លេខ2ណាលំហាត់ខ6បូក7អញ្ចឹងយើងបង្កើតមកឲ្យមានអ្វីមួយតាក់ទងនឹងចំនួន6ចាអញ្ចឹងយើងអាចបង្កើតថាតារាចិញ្ចឹមមាន់ចំនួន6ក្បាលនេះតាមលេខដែលគេឲ្យនឹងចាហេប្រមាណវិធីបូកតារាចិញ្ចឹមមាន់6ក្បាលរួចហើយយើងបង្កើតតាក់ទងនឹងលេខ7និងចិញ្ចឹមទាចំនួន7ក្បាលដែលយើងយកពីតួលេខទី2នឹងចិញ្ចឹមមាន់6ក្បាលចិញ្ចឹមទា7ក្បាលអញ្ចឹងយើងសួរធ្វើម៉េចឲ្យគេប្រើប្រមាណវិធីបូកដាក់បន្ថែមចូលគ្នាបូកបន្ថែមចូលគ្នាអញ្ចឹងគឺយើងត្រូវសួរថាតើតារាចិញ្ចឹមសត្វទាំងអស់ប៉ុន្មានក្បាលតើតារាចិញ្ចឹមសត្វទាំងអស់ប៉ុន្មានក្បាលអញ្ចឹងគឺយើងសួររកចំនួនសរុបដើម្បីឲ្យគេប្រើប្រមាណវិធីបូកបើសិនជាយើងសួរខុសប្លែកពីនឹងការសួរខុសប្លែកពីនឹងអាចនឹងបដូរប្រមាណវិធីឥឡូវអ្នកគ្រូឧទាហរណ៍ថាបើសិនជាយើងសួរថាតើតារាចិញ្ចឹមសត្វទាច្រើនជាងសត្វមាន់ប៉ុន្មានក្បាលអានឹងវាទៅជាប្រមាណវិធីដកវិញឬក៏យើងសួរថាតើតារាចិញ្ចឹមសត្វមាន់តិចជាងសត្វទាប៉ុន្មានក្បាលអានឹងក៏ទៅដកដែរអញ្ចឹងការសួរគឺសំខាន់ណាស់យើងត្រូវចាំថាប្រមាណវិធីបូកគឺយើងត្រូវសួររកចំនួនសរុបទាំងអស់ដើម្បីឲ្យគេប្រើប្រមាណវិធីបូកហើយយើងត្រូវចាំថាចំណោទការប្រើប្រមាណវិធីខុសគ្នាការសួរនឹងក៏មានការខុសគ្នាដែរហើយក៏មានប្រមាណវិធីខ្លះវាអាចនឹងស្រដៀងគ្នាដូចប្រមាណវិធីបូកនឹងគុណវារៀងស្រដៀងគ្នាអញ្ចឹងអ្នកគ្រូនឹងបញ្យល់តទៀតនៅក្នុងមេរៀនបន្តទៀតអញ្ចឹងសម្រាប់មេរៀនការបង្កើតចំណោទនៅក្នុងប្រមាណវិធីបូកគឺអ្នកគ្រូបញ្យល់ប៉ុណ្ណឹងសិនហើយបើសិនជាយើងចូលចិត្តកុំភ្លេចចុច like ឲ្យអ្នកគ្រូម្នាក់មួយផងហើយបើចង់បាននៅវីដេអូកំណែថ្នាក់ទី3បន្តទៀតកុំភ្លេចចុចសញ្ញាsubscribe កុំភ្លេចចុច subscribe ហើយចុចសញ្ញាកណ្ដឹងបើកផងចាសូមអរគុណច្រើននិងសូមជម្រាបលា